អសង្ស័យលោកម៉ៅធនិនត្រូវបានតែងតាំងជាអភិបាលខេត្តកំពតសម្រាប់អាណត្តិទី2ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកម៉ៅធនិនជាអភិបាលខេត្តកំពតសម្រាប់អាណត្តិទី2នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី27ខែវិច្ឆិកាឆ្នាំ2025ការបែកធ្លាយព្រះរាជក្រឹត្យតែងតាំងលោកម៉ៅធនិនសម្រាប់អាណត្តិទី2ក្រោយលេចឮព័ត៌មានថាលោកនឹងត្រូវទៅកាន់អភិបាលខេត្តស្វាយរៀងហើយលោកកើតឆាយអភិបាលរងឡើងកាន់តំណែងអភិបាលខេត្តពេលនេះអ្វីត្រូវបានបញ្ជាក់ហើយគឺនៅក្នុងតំណែងអភិបាលខេត្តកំពតបន្តលោកម៉ៅធនិនបានផ្លាស់ពីខេត្តពោធិ៍សាត់មកគ្រប់គ្រងខេត្តកំពតនៅឆ្នាំ2021ជំនួសលោកជាវតាយផ្លាស់ទៅកាន់ខេត្តពោធិ៍សាត់វិញ